សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទថ្មីថ្ងៃនេះយើងគឺបានជួបជាមួយនឹងរឿងកម្ពុជាបរិការគ្មានពីរនៅក្នុងភាគទី21ដោយលោកមុនបានចប់នៅពេលដែលស៊ីមិនហ្នឹងគឺចង់ទៅជួបជាមួយនឹងស្ដេចនៅក្នុងនគរដាយានដោយសារតែចង់ដឹងថាហេតុអ្វីពួកគេបែរជាជឿទៅលើមនុស្សបោកប្រាស់សិតថាខ្លួនគឺជាពួកបរិសុទ្ធបៃតងចំណែកពួកគេទាំងពីរនាក់កំពុងតែពិភាក្សាព្រោះថាអីនគរដាយានជាមួយនឹងដាសៀសបានរួមកម្លាំងគ្នាគ្រាន់តែរងចាំឱកាសដើម្បីវាយប្រហារទៅកាន់នគរឈិនស្រាប់តែស៊ីមិនក៏បានមកនិយាយជាមួយនឹងពួកគេទាំងកំហឹងតែម្ដងលោកយានដាសៀសក៏បាននិយាយថាតានោះមិនមែនជាមនុស្សដែលមកពីសម្ព័ន្ធស៊ីមិននោះទេដូច្នោះពួកគេមានការរាក់ទាក់ជាខ្លាំងក៏បានឲ្យគាត់មកអង្គុយនិយាយជាមួយនឹងគ្នាតែម្ដងដោយមូលហេតុលោកស៊ីមិនមើលទីនេះក៏ដោយសារតែគាត់ក៏ចង់ឲ្យពួកគេបញ្ឈប់ជាមួយនឹងសង្គ្រាមរវាងដាយានជាមួយនឹងនគរឈិននេះបានធ្វើឲ្យពួកគេគឺមានការច្របូកច្របល់ព្រោះថាពួកគេគឺបានវាយបានជាមួយនឹងទីក្រុងដដបាទៅហើយបើសិនជាធ្វើដូច្នោះវាពិតជាឲ្យគេមានការខាត់បងតែនេះក៏ជាគោលបំណងរបស់លោកយាយឲ្យពួកគេបំរុងបំរុំជាមួយនឹងទ្វីបសងជើផងដែរអញ្ចឹងហើយពួកគេគឺមិនបានយល់ស្របតាមសម្ដីរបស់លោកស៊ីមិននោះទេលោកស៊ីមិនក៏បាននិយាយប្រាប់ទៅកាន់ពួកគេបើសិនជាយល់ព្រមតាមគាត់នឹងប្រកល់ជាមួយនឹងរបស់មានតម្លៃតែមើលទៅលោកយានដាសៀសនៅតែមិនយល់ព្រមព្រោះថានេះគឺជាតាមអ្វីដែលលោកយាយគឺជាអ្នករៀបចំដូច្នោះហើយគាត់ពិតជាមិនហ៊ានធ្វើតាមសម្ដីរបស់លោកស៊ីមិនឡើយលោកស៊ីមិនវិញចាប់ផ្ដើមគិតនឹងសួរទៅកាន់ពួកគេឲ្យកាន់តែច្បាស់តើអ្នកនិយាយពីណាគេបន្ទាប់ពីគាត់បានដឹងថាម្នាក់ដែលឲ្យពួកគេធ្វើរឿងនេះទាំងអស់នោះគឺជាលោកយាយបានធ្វើឲ្យលោកស៊ីមិនគឺមានការភ្ញាក់ផ្អើលតែម្ដងថាម៉េចតើគឺជាលោកយាយគឺជាអ្នកឲ្យធ្វើរឿងដូចនេះមិនដែរឬទេបើសិនជាដឹងថាជាលោកយាយខ្ញុំក៏មិនហ៊ានចូលជ្រៀតជ្រែកចំពោះការរៀបចំលោកយាយផងដែរជាពិសេសនឹងប្រាសាទបៃតងនឹងក៏ជាលោកយាយផងដែរនេះបានធ្វើឲ្យលោកស៊ីមិនកាន់តែភ្ញាក់ផ្អើលចឹងចាឆ្ងល់ក៏ពិតទៅគឺជាលោកយាយសោះដោយសារតែលោកយាយរៀបចំផែនការចឹងហើយលោកស៊ីមិនក៏មិនហ៊ានទៅប្រឆាំងផងដែរគាត់ក៏បានមកប្រាសាទបៃតងដើម្បីមកគោរពទៅកាន់យាយឆាងឈីងដោយសារតែដឹងថាខ្លួនគឺមានការខុសដូច្នោះខ្លួនក៏មកសុំទោសហើយនឹងប្រកល់ជាមួយនឹងវត្ថុមួយនេះឲ្យទៅកាន់លោកយាយខ្លួនក៏មិនទៅជាជ្រែកនៅក្នុងគោលបំណងរបស់លោកយាយផងដែរតែយើងឃើញថារូបសំណាកនោះក៏បានបញ្ចេញអំណាចយ៉ាងខ្លាំងតែម្ដងដាក់ទៅកាន់វត្ថុដែរស៊ីមិនគឺបានប្រកល់ឲ្យនឹងយើងក៏បានឃើញថាចំហាយថាមពលខ្មៅជាច្រើនក៏បានចេញពីរូបរាងកាយរបស់លោកស៊ីមិនចំណែកនៅក្នុងវត្ថុមួយនោះវិញក៏បានបង្ហាញអំពីអធិរាជវូយីនឹងហើយមើលទៅហាប់រីជាមានការខឹងជាខ្លាំងនៅពេលដែលដឹងថាខ្លួននឹងគឺត្រូវបានបង្ក្រាបទៅដោយអំណាចអ្វីមួយដែលខ្លួនមិនដឹងដោយអំណាចដែលបញ្ចេញនោះគឺពីរូបសំណាករបស់យាយឆាងឈីងឯងគ្រាន់តែរងចាំខ្ញុំនៅអាណាចក្រខាងលើទៅលោកស៊ីមិនវិញកាន់តែមានការភ្ញាក់ផ្អើលជាមួយនឹងអំណាចរបស់យាយឆាងឈីងមើលទៅក៏មិនបានមកផ្ទាល់ផងប៉ុន្តែអាចចាប់កាយទៅកាន់ខ្លួនរបស់អធិរាជវូយីបានវាពិតជាអាចារ្យហើយគាត់ក៏មានការខឹងជាខ្លាំងចំពោះស្ដេចនៅក្នុងនគរឈិនដែលហ៊ានប្រើល្បិចមួយនេះដាក់មកកាន់ខ្លួនដូច្នោះគាត់នឹងទៅដោះស្រាយចំណែកនៅក្នុងនគរឈិនវិញលោកស៊ីមិនក៏បានមកដល់អុកលោកមកកាន់ពួកគេតែម្ដងសូម្បីតែឈីលូក៏ត្រូវបានគាត់ចាប់មកចម្រិតសួរផងដែរអំពីវត្ថុដែលគេបានប្រគល់ឲ្យមកកាន់ខ្លួនហើយនោះវាពិតជាមានការបង្កគ្រោះថ្នាក់ដល់គាត់ជាខ្លាំងប៊ីប៉ះជាមួយនឹងផែនការរៀបចំរបស់លោកយីជាសំណាងល្អហើយដែលបានត្រូវគាត់ជួយបើមិនដូច្នោះទេខ្ញុំនឹងត្រូវបានវាគ្រប់គ្រងហើយគាត់ក៏បានបំផ្លាញចំពោះនគរឈិននោះផងដែរឥឡូវនេះនគរដាយានក៏អាចគ្រប់គ្រងជាមួយនឹងទ្វីបសងជើមួយនេះបានផងដែរដំណឹងមួយនេះក៏បានរីកដដែលទៅដល់ចំពោះនិកាយតៃសួនផងដែរពួកគេក៏បានពិភាក្សានិយាយជាច្រើនជាពិសេសពួកគេក៏បាននិយាយអំពីការទម្លុះកម្រិតមិនយូរមិនឆាប់ទេបើសិនជាមានឱកាសពួកគេនឹងអាចឈានទៅដល់អាណាចក្រខាងលើបានប៉ុន្តែលើនេះថាមពលខាងវិញ្ញាណវាគឺពិតជាស្ដើងដោយសារតែយាយឆាងឈីងរបស់យើងគឺគាត់វឹកហាត់និយាយទៅយាយឆាងឈីងរបស់យើងវឹកហាត់អស់រយៈពេល5ឆ្នាំបាត់ទៅហើយដែលគាត់ទើបតែឈានទៅដល់អាណាចក្របង្កើតស្នូលមាសតែប៉ុណ្ណោះឥឡូវនេះគាត់ក៏អាចនិយាយជាមួយនឹងដើមឈើបុរាណបានផងដែរឥឡូវនេះវាដល់ពេលចំពោះដើមឈើបុរាណរបស់យើងប្រែតម្រង់ទៅជាមនុស្សដោយសារតែគេគឺពិតជាអាចព្យាបាលជាមួយនឹងរបួសរបស់គេទទួលបានជោគជ័យហើយដោយតម្រង់របស់ដើមឈើបុរាណរបស់យើងគឺជាលូលីមើលទៅពិតជាគួរឲ្យស្រឡាញ់មែនទែនសូម្បីតែយាយឆាងឈីងក៏បានសរសើរថាពិតជាខ្ជូតជាខ្លាំងញ៉ឹងក៏មានការអំណរគុណជាខ្លាំងដោយសារតែយាយឆាងឈីងរបស់យើងគឺបានយកនាងមកដាំដោយសារតែពេលនោះនាង
នាងគឺត្រូវបរិន្ទះបាញ់ឡើងខ្លោចបាទៅហើយដែលនោះគឺជាការរងទុកជាមួយនឹងគ្រោះវេទនារបស់នាងគឺជាការបាញ់ជាមួយនឹងធម្មពលរន្ទះដើម្បីឆ្លងផុតប៉ុន្តែជាចុងក្រោយនាងក៏បានបរាជ័យចំពោះការឆ្លងជាមួយនឹងទុក្ខវេទនាតែនាងក៏ត្រូវបានការព្យាបាលដោយសារតែយីឆាំងឈីងនិយាយទៅស្មារតីរបស់គាត់ពិតជាអស្ចារ្យជាខ្លាំងហើយនាងក៏ត្រូវបានគេឲ្យឈ្មោះថាព្រះនៃបុរាណឬក៏ជាព្រះនៃដើមឈើនេះបានធ្វើឲ្យយីឆាំងឈីងមានការភ្ញាក់ផ្អើលម៉ែឲ្យមួយឈ្មោះនេះពិតជាអស្ចារ្យជាខ្លាំងតែនាងគឺគ្រាន់តែឲ្យយីឆាំងឈីងហៅនាងថាលាវសិនប៉ុន្តែយើងហៅថាលាវសិនក៏លាវសិនតាមនាងសិនទៅតែមើលទៅយីឆាំងឈីងមានអារម្មណ៍ថាដូចជាមិនស្រួលនោះគឺបានផ្ដល់ឲ្យតម្រុយថាយីឆាំងឈីងរបស់យើងប្រហែលគាត់ធៀបនឹងឡើងទៅកាន់អាណាចក្រខាងលើហើយព្រោះថាប្រហែលឆ្នាំនេះមិនដែលឃើញគាត់វឹកហាត់ទេតែគាត់ទើបតែចាប់ផ្ដើមវឹកហាត់មើលទៅមិនយូរមិនឆាប់គាត់នឹងចាប់ផ្ដើមឡើងទៅកាន់អាណាចក្រខាងលើនាងក៏ចង់សួរទៅកាន់យីឆាំងឈីងតើអាចឲ្យនាងគឺធ្វើអ្វីដែលគាត់ចង់ឲ្យនាងធ្វើឬអត់សូម្បីតែអាធិរាជខ្មៅជាមួយនឹងអាទិត3ក៏បានមើលហើយពួកគេក៏បានដឹងនៅពេលដែលលីវសិនបានប្រាប់ថាឈិតដល់ពេលយីឆាំងឈីងទៅកាន់អាណាចក្រខាងលើដូច្នោះពួកគេស្ទើរតែចង់បានអ្វីដែលយីឆាំងឈីងឲ្យពួកគេធ្វើឬក៏ជាអ្វីដែលផ្ដល់ឲ្យតម្រុយទៅកាន់ពួកគេតែយីឆាំងឈីងរបស់យើងប្រាប់ថាខ្លួនមានការរវល់ក៏បានដើរចេញការពិតទៅដោយសារតែខ្លួននឹងខ្មាស់ទៅកាន់ពួកគេពេកមើលទៅអ្នកបម្រើរបស់ខ្លួនឬក៏ជាសត្វចិញ្ចឹមនោះម៉ែឲ្យសិតតែខ្លាំងតែម្ដងអាណាមិនភ័យលោកពួកគេទាំង3នាក់នេះក៏បាននិយាយគ្នាបន្តបើតាមការសិក្សាស្រាវជ្រាវរបស់លូសិនមើលទៅវាដល់ពេលហើយសម្រាប់ម្ចាស់គឺដើម្បីទៅកាន់អាណាចក្រខាងលើមើលទៅវាដល់ពេលរបស់ពួកយើងបែកគ្នាជាមួយនឹងលោកម្ចាស់ហើយនេះបានធ្វើឲ្យពួកគេគឺមានការក្រៀមក្រំជាខ្លាំងនេះហើយក៏ជាមូលហេតុចំពោះលូសិននឹងប្រតិកម្មពួកគេត្រូវតែខិតខំធ្វើអ្វីដែលលោកម្ចាស់ចង់បានបង្ហាញចំពោះខាងវាទៅក៏ដែលឃើញថាក្មេងស្រីដែលជាអធិរាជបិសាចនាងក៏អាចចេញអំពីត្រាដែលបានដាក់ឃុំនាងឥឡូវនេះវាដល់ពេលហើយដែលនាងចេញទៅរកគេដើម្បីសងសឹកដែលនាងដូចជាឈ្មោះថាដូគូឈីងហ្វឹងដោយនេះគឺជាជីវិតទី9របស់នាងហើយតែយើងក៏បានឃើញចំពោះព្រលឹងណាវក៏បានចេញមកដែលព្រលឹងនោះហើយគឺជាអ្វីដែលបានចាប់ឃុំនាងទោះបីជាពួកគេសូមអង្វរនាងគឺកុំឲ្យសម្លាប់ទៅការមនុស្សទាំងអស់នោះដែលនៅក្នុងទ្វីបសងជើប៉ុន្តែនឹងមិនខ្វល់នោះទេព្រោះថាពួកឯងក៏បានសម្លាប់ចំពោះមនុស្សជាទីស្រឡាញ់របស់អញផងដែរដូច្នោះអញគឺមិនខ្វល់នោះទេដោយមនុស្សជាទីស្រឡាញ់របស់នាងដូចជាឈ្មោះថាយីហ្វានហើយមើលទៅនាងមានការចងគំនុំជាខ្លាំងជាមួយនឹងពួកគេហើយនាងក៏បានមើលនិយាយជាមួយនឹងកូនចៅរបស់នាងផងដែរដើម្បីឲ្យពួកគេស៊ើបការទៅខាងមនុស្សថាពួកគេនឹងគឺមានការចម្រើនអ្វីខ្លះចំណែករឿងក៏បានបង្ហាញចំពោះចន្លើងភ្នំបិសាចដែលយើងបានឃើញថាត្រកូលខ្លាខ្មៅជាមួយនឹងពួកបិសាចផ្សេងទៀតកំពុងតែពិភាក្សាអំពីស្ដេចបិសាចឬក៏ជាអធិរាជបិសាចគឺបានចេញអំពីត្រាមើលទៅមិនយូរមិនឆាប់សង្គ្រាមនឹងចាប់ផ្ដើមកើតឡើងហើយពួកគេត្រូវតែបង្កើតសម្ព័ន្ធដើម្បីវាយលុកទៅកាន់ទ្វីបសងជើបិសាចនៅទីនោះក៏បានយល់ព្រមដើម្បីវាផាយទៅកម្មមនុស្សដោយនេះគឺជាវិធីសាស្ត្រដែលល្អតែម្ដងទូស៊ីរបស់យើងវិញហើយបរិជាមិនបានយល់ស្របជាមួយនឹងពួកគេនោះទេត្រកូលខ្លាខ្មៅគឺបានថាឲ្យថាមើលទៅត្រកូលកញ្ជ្រោងប្រហែលគឺមានការភ័យខ្លាចដោយបានត្រឹមតែពឹងផ្អែកចំពោះអ្នកខ្លាំងតែប៉ុណ្ណោះលើកមុនគឺពឹងផ្អែកមកកាន់ត្រកូលខ្លាខ្មៅរបស់ខ្ញុំបន្ទាប់មកក៏ទៅពឹងផ្អែកចំពោះខាងមនុស្សមើលទៅណាពិតជាពួកគេពឹងផ្អែកខាងអ្នកខ្លាំងមែនទោះបីជាពួកគេនិយាយអ្វីក៏ដោយទូស៊ីគឺនៅតែមិនខ្វល់ព្រោះថាអ្នកក៏បានដឹងអំពីអ្នកខ្លាំងនៅពីក្រៅរឿងនេះមិនដែរទេតែអ្នកភ្លេចអំពីការស្លាប់របស់ត្រកូលគ្រួសាររបស់អ្នកហើយឬនៅតែអ្នកក៏នៅតែចាំអំពីការទូទីរបស់លោកបងឡុងបានដែរទេសូម្បីតែការទូទីរបស់គាត់អំពីបរិសុទ្ធដែលនៅកន្លែងទីនោះក៏មិនអាចធ្វើអ្វីបានផងដែរហើយវាក៏មានជាមួយនឹងការធ្វើទរណកម្មមកកាន់ពួកយើងវិញប្រឡងរបស់យើងក៏បានយល់ស្របចំពោះទូស៊ីនិយាយផងដែរព្រោះថាអំណាចដែលគេបានទូទីនោះវាគឺពិតជាល្អនោះទេនេះហើយគឺជាហេតុផលរបស់ទូស៊ីគឺមិនចូលរួមចំពោះសង្គ្រាមមួយនេះបើសិនជាពួកឯងចង់ងាប់ណាស់ពួកឯងទៅចោះអញគឺមិនទៅនោះទេសុខចិត្តនៅកន្លែងណាលីងវិញដើម្បីរក្សាសុវត្ថិភាពឬក៏វងពងត្រកូលរបស់អញពួកឯងហ្នឹងគឺចាប់ផ្ដើមមានការភ័យខ្លាចហើយពួកគេក៏មិនចង់ហ៊ានទៅផងដែរសុខចិត្តចង់ដេកផ្ទះក៏ល្អផងដែរគឺមិនចង់ឲ្យបាត់បង់ជីវិតឃើញដូច្នោះហើយខ្លាខ្មៅក៏បានបញ្ចេញថាមពលតែម្ដងប៉ុន្តែមិនអាចធ្វើអ្វីចំពោះទូស៊ីបាននោះទេវាក៏បានប្រតិកម្មពួកគេថាតើអ្នកភ្លេចហើយមិនដែរទេទោះបីជាគាត់ខ្លាំងតែគាត់ក៏ត្រូវបានរេរាំងទៅដោយច្បាប់ឋានសួគ៌ឬក៏ផែនដីផងដែរពួកបិសាចបន្ទាប់ពីបានលើដូច្នោះពួកគេក៏ចាប់ផ្ដើមមានក្តីសង្ឃឹមឡើងមកវិញពួកគេក៏បានយល់ព្រមទៅតាមខ្លាខ្មៅដែរ
វិនិយាយដូច្នេះហើយពួកគេក៏ចាប់ផ្ដើមរៀបចំជាមួយនឹងសម្ព័ន្ធដើម្បីវាយប្រហារទៅកាន់វិបសងជើតែម្ដងមីសាងនឹងក៏បាននិយាយទៅកាន់ទូស៊ីផងដែរហើយអ្នកក៏គ្មានសិទ្ធិចាក់ចេញអំពីណានលីងផងដែរដូច្នោះអ្នកគឺត្រូវតែនៅទីនោះទូស៊ីក៏បានយល់ព្រមដែលខ្លួនគឺគ្មានបំណងចង់ទៅនោះទេគ្រាន់តែចាំមើលចំពោះការមហន្តរាយរបស់ពួកឯងបង្ហាញចំពោះវិមានបិសាចដែលគឺជាទីតាំងរបស់ដូគូឈិញហ្វឹងដែលនាងគឺកំពុងតែរងចាំអំពីព័ត៌មានដែលកូនចៅរបស់នាងរកប៉ុន្តែឃើញថាពួកគេនឹងដូចជារកព័ត៌មានមិនបានអ្វីឡើយក៏ត្រូវបាននាងសម្លេះចោលតែម្ដងពួកគេក៏បាននិយាយអំពីត្រាការពារនៅទីនោះផងដែរតែហាក់បីជាវាមិនតាន់ដល់ពេលវេលានោះទេឈិញហ្វឹងក៏បានប្រាប់ទៅកាន់កូនចៅរបស់នាងផងដែរឥឡូវនេះដើម្បីបើជាការវាយប្រហារលើកដំបូងពួកគេនឹងចាប់ផ្ដើមវាយប្រហារតំបន់ខាងជើងមុនគេតែម្ដងហើយកុំភ្លេចរៀបចំជាមួយនឹងកងទ័ពរបស់ពួកយើងពួកកូនចៅបិសាចទាំងអស់ហ្នឹងក៏បានយល់ព្រមបង្ហាញចំពោះនិកាយតែស្វ័នយើងឃើញថាមេបត្តិនៅក្នុងនិកាយផ្សេងៗគឺសុទ្ធតែចេញមកហើយពួកគេក៏បានដឹងពីកងទ័ពរបស់បិសាចដែលពួកគេចេញមកអស់បាល់ទៅហើយគឺនៅខាងតំបន់ខាងជើងឥឡូវនេះពួកគេមើលទៅនេះក៏ដើម្បីរៀបចំផែនការនឹងសំយោបល់អំពីពួកគេខ្លះៗផងដែរណានគង់ជាមួយនឹងស៊ីទូពួកគេក៏បានមកដល់នៅទីនេះជុំគ្នាដូច្នោះពួកគេក៏បានមកពិភាក្សាជុំគ្នាដើម្បីរកវិធីដើម្បីដោះស្រាយឥឡូវនេះពួកគេគ្មានអ្វីគឺដើម្បីដោះស្រាយជាមួយនឹងឈិញហ្វឹងនោះទេដោយសារតែនាងគឺជាបិសាចបុរាណដោយនាងក៏អាចចេះជាមួយនឹងវិធីសាស្ត្រសម្ងាត់ខ្លាំងៗជាច្រើនដោយទោះបីជាពួកយើងរួមដៃគ្នាក៏មិនប្រកាសថានឹងអាចដោះស្រាយបានផងដែរអ្វីដែលអាចធ្វើបានពួកគេមានតែពឹងផ្អែកទៅកាន់លោកយីតែប៉ុណ្ណោះទើបជាអ្នកអាចដោះស្រាយជាមួយនឹងឈិញហ្វឹងបានប៉ុន្តែពួកគេមិនដឹងថាលោកយីពិតជានឹងអាចមកជួយមកកាន់ពួកគេឬអត់នោះទេស៊ីទូក៏បានប្រតិកម្មពួកគេដោយពួកយើងមានវិធីមួយដើម្បីអញ្ជើញទៅកាន់គ្រួសារបុរាណទាំង4ដើម្បីឲ្យពួកគេទៅអញ្ជើញលោកយីដើម្បីឲ្យមកជួយដើម្បីដោះស្រាយជាមួយសង្គ្រាមមួយនេះកុំឲ្យវាកើតឡើងគឺកាន់តែខ្លាំងនិយាយទៅពួកគេបែងចែកភារកិច្ចរៀងៗខ្លួនដើម្បីទៅអញ្ជើញជាមួយនឹងគ្រួសារបុរាណទាំង4តែម្ដងពួកគេក៏បានយល់ស្របជាមួយនឹងមតិមួយនេះហើយរឿងក៏បានបញ្ចប់ត្រឹមហ្នឹង